ការសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី5ពេលធ្វើដំណើរមកតាមរកនាងសីតាព្រះរាមនិងព្រះលក្សណ៍បានសម្រាកនៅក្រោមដើមស្វាយមួយដើមព្រះរាមផ្ទំនៅលើភ្លៅព្រះលក្សណ៍ពេលនោះព្រះអាទិត្យនៅនឹងផ្កល់ម្លប់ស្វាយនៅដដែលនៅពេលឃើញព្រឹត្តិការណ៍ដូចនេះសុគ្រីពក៏បានឲ្យហនុមានតាមរកអ្នកមានបុណ្យហនុមានឡើងលើដើមស្វាយឃើញរូបកងចក្រនៅក្នុងបាតដៃព្រះរាមក៏សម្គាល់ថាជាអ្នកមានបុណ្យហើយបានបេះស្លឹកស្វាយមកសូត្រស្លុតីថ្វាយដល់ព្រះរាមព្រះលក្សណ៍ខ្លាចព្រះរាមភ្ញាក់ក៏ទាញធ្នូបាញ់ហនុមានប៉ុន្តែធ្នូនោះត្រូវហនុមានឆក់យកទៅព្រះលក្សណ៍ក៏ទាញធ្នូព្រះរាមបំរុងបាញ់ទៀតប៉ុន្តែព្រះរាមភ្ញាក់ឡើងហើយសួររករឿងហេតុព្រះរាមឃើញស្វានោះប្លែកពីស្វាដទៃទៀតព្រោះមានកណ្ដូលពាក់នៅត្រចៀកហនុមានក៏ចុះពីលើដើមស្វាយទទួលព្រះរាមជាចៅហ្វាយរបស់ខ្លួនពីព្រោះព្រះរាមអាចមើលឃើញកណ្ដូលរបស់ខ្លួនហនុមានបានហាមាត់បញ្ចេញរស្មីព្រះអាទិត្យទាំង7ពណ៌ដែលស្ថិតនៅក្នុងមាត់របស់ខ្លួនហនុមានបានស្នើឲ្យព្រះរាមជួយដោះស្រាយរឿងពីលីនិងសុគ្រីពក្រោយមកព្រះរាមនិងសុគ្រីពក៏បានចងមេត្រីនឹងគ្នាដោយសន្យាថានឹងជួយគ្នាទៅវិញទៅមកពោលគឺព្រះរាមសម្លាប់ពីលីហើយសុគ្រីពរកកេណ្ឌទ័ពស្វាថ្វាយព្រះរាមសុគ្រីពបានស្នើឲ្យព្រះរាមលបងឫទ្ធានុភាពឲ្យខ្លួនមើលមុនពេលច្បាំងនឹងពីលីព្រះរាមបានបាញ់សអគ្គីរំលីសពទូភីឲ្យទៅជាផេះហើយបញ្ចូលទៅបាតសមុទ្របន្ទាប់មកបាញ់កំទេចដើមសត្វបាដែលដុះលើខ្នងនាគតាំងពីកំណើតផែនដីក្រោយមកព្រះរាមបានបញ្ជាឲ្យសុគ្រីពហៅពីលីចេញមកច្បាំងជាមួយព្រះរាមព្រះអង្គលបបាញ់ពីលីលើកទី1មិនបានសម្រេចព្រោះច្រឡំគ្នាព្រះលក្សណ៍ក៏បំពាក់កម្រងផ្កាឲ្យសុគ្រីពហើយព្រះរាមក៏បាញ់ពីលីបានប៉ុន្តែមុននឹងស្លាប់ពីលីបានទេសដៀវព្រះរាមជាច្រើននាងទេពធីតាដែលជាមហេសីរបស់ពីលីបានចេញមកយំសោកលើសាកសពពីលីលុះត្រាតែក្តៅក្រហាយដល់ព្រះឥន្ទក៏ឲ្យព្រលឹងរបស់ពីលីទៅចាប់កំណើតនៅឋានសួគ៌ព្រះរាមបានអភិសេកសុគ្រីពឲ្យសោយរាជ្យនៅខាស្ខិនបុរីដោយសុគ្រីពមិនបានកេណ្ឌទ័ពថ្វាយព្រះរាមឲ្យទាន់ពេលវេលាព្រះរាមក៏កំហែងរករំលាយខាស្ខិនបុរីទាំងមូលចោលសុគ្រីពភ័យតក់ស្លុតក៏កេណ្ឌទ័ពស្វាថ្វាយព្រះរាម